សព្វនាមប្រធានគឺមានចំនួន7ចាអញ្ចឹងមានដូចជា I មានន័យថាខ្ញុំ you មានន័យថាអ្នកចា we មានន័យថាពួកយើងthey ពួកគេចា he មានន័យថាគាត់យ៉ាហើយ she មានន័យថានាង it មានន័យថាវាជម្រាបសួរបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាចាជាងថ្ងៃមុនយើងបានសិក្សាមេរៀនជាច្រើនរួចមកហើយអំពីថ្នាក់ពាក្យរៀនអំពីនាមកិរិយាសព្ទគុណនាមជាងថ្ងៃនេះយើងនឹងចូលមេរៀនថ្មីដែលទាក់ទងទៅនឹងសព្វនាមចាចឹងកុំឲ្យខាតពេលយូរតាមដានការបង្រៀនជាមួយអ្នកគ្រូទាំងអស់គ្នាអញ្ចឹងមុននឹងមើលនិយមន័យរបស់សព្វនាមអ្នកគ្រូចង់ដឹងថាតើសព្វនាមមានន័យដូចម្ដេចចាចឹងយើងត្រូវស្គាល់និយមន័យរបស់សព្វនាមសិនតើសព្វនាមហ្នឹងវាមានន័យយ៉ាងដូចម្ដេចចាអញ្ចឹងអ្នកគ្រូនឹងបង្ហាញឥឡូវនេះចានេះគឺជានិយមន័យរបស់សព្វនាមចាអញ្ចឹងសព្វនាមគឺជាពាក្យសម្រាប់ជំនួសឲ្យនាមចាហើយវាមានន័យចាដូចគ្នាទៅនឹងនាមដែលជំនួសចាចឹងន័យថាសព្វនាមនោះគឺជាពាក្យដែលមានន័យសម្រាប់ជំនួសឲ្យនាមចាចឹងនៅក្នុងភាសាអង់គ្លេសហ្នឹងគេចែកសព្វនាមហ្នឹងជា2ចាទី1 subject pronoun ឬគេហៅថាសព្វនាមប្រធានវាដើរតួនាទីជាប្រធានចាជាប្រធាន subject ចានៅខាងមុខកិរិយាសព្ទចំណែកឯសព្វនាមកម្មបត្តិចឹងសព្វនាមកម្មបត្តិហ្នឹងគេហៅថា object ហ្នឹងឯងចានៅវាដើរតួនៅខាងនៅខាងក្រោយកិរិយាសព្ទសព្វនាមប្រធានគឺមានចំនួន7ចាចឹងមានដូចជា I មានន័យថាខ្ញុំ you មានន័យថាអ្នកចា we មានន័យថាពួកយើងthey ពួកគេចា he មានន័យថាគាត់យ៉ាហើយ she មានន័យថានាង it មានន័យថាវាឥឡូវយើងមើលឧទាហរណ៍ទី1នេះគឺ I am a student យ៉ា I am a student យ៉ាខ្ញុំគឺជាសិស្សម្នាក់ចាអញ្ចឹងនៅក្នុងល្បះនេះគឺពាក្យណាដែលគឺជាសព្វនាមប្រធានមើលបងប្អូនទាំងអស់គ្នាមើលថាពាក្យណាគឺជាសព្វនាមប្រធានចាពាក្យដែលជាសព្វនាមប្រធានគឺជាពាក្យ I ដែលអ្នកគ្រូដាក់ពណ៌ក្រហមនឹងឯងវាគឺជាសព្វនាមប្រធានអញ្ចឹងវាមានន័យថាវាដើរតួនៅខាងមុខគេបង្អស់នៃល្បះនេះអញ្ចឹងវានៅខាងមុខកិរិយាសព្ទអញ្ចឹងពាក្យថា am នេះគឺជាកិរិយាហើយ I នេះគឺជាសព្វនាមប្រធានឬក៏គេហៅថាប្រធាននឹងឯងវានៅខាងមុខគេបង្អស់នៃល្បះនេះចា I am a student ចាចឹងគឺមានន័យបែបហ្នឹងចាឥឡូវយើងចូលមើលឧទាហរណ៍ទី2ទៀតឲ្យកាន់តែច្បាស់ចានេះឥឡូវយើងមើលនេះរក្សា and I are students យ៉ារក្សា and I are students ចារក្សានិងខ្ញុំគឺជាសិស្សចារក្សានេះគឺជាឈ្មោះរបស់មនុស្សឈ្មោះរក្សាហើយនឹងខ្ញុំគឺជាសិស្សចឹងបងប្អូនមើលសង្កេតមើលប្រយោគនេះតើពាក្យណាខ្លះដែលជាប្រធានមើលបងប្អូនមើលចាពាក្យដែលជាប្រធានគឺពាក្យថារក្សា and I យ៉ាពាក្យថារក្សា and I ចាគឺជាប្រធាននៃល្បះមួយនេះចាចឹងរក្សាគឺជាឈ្មោះរក្សា and I នឹងមានន័យថាខ្ញុំចារក្សាហើយនឹងខ្ញុំនេះគឺជាប្រធាននៅក្នុងល្បះនេះare students គឺជាសិស្ស are នេះគឺជា student សិស្ស